បាទជម្រាបសួរបងប្អូននៅក្នុងបណ្ដាញសង្គម Facebook បាទថ្ងៃនេះសូមចែកម្លែកឆ្នាំដែលបងប្អូនត្រូវឆ្នាំលើសឈាមខ្ញុំឃើញកំប៉ុង ABC អីថាបបួលហៅហូបមិនមែនទេបាទសូមចែកម្លែកឆ្នាំលើសឈាមបងប្អូនមួយចំនួនចាប់ពីអាយុ40ច្រាស់ឡើងទៅច្រើនមានអាការៈលើសឈាមបាទបើសិនជាបងប្អូនមានអាការៈលើសឈាមបាទសូមបងប្អូនអានេះជាបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំផ្ទាល់ធ្លាប់ជាខ្លួនឯងផ្ទាល់ក៏ប្រាប់ទៅបងប្អូននឹងបន្តដែរហើយគ្រួសារខ្ញុំហ្នឹងក៏បាទក៏លើសឈាមដែរឡើង18បាទជាមុនជំនាន់កូវីដហ្នឹងខ្ញុំឈាមឡើងដល់18 19ពេលនោះវិលឡើងក្អួតមកបងប្អូនវិលឡើងក្អួតបានលោកពូម្នាក់ប្រាប់តដែរក៏លេខចែកជូនដល់បងប្អូនទៅអាហ្នឹងខែប្រាំងផងពិបាករកក្តាមបងប្អូនដើរទៅ2 3ជុំបឹងរមចង់បានបើសិនជាបងប្អូនមានអាការៈលើសឈាមដូចខ្ញុំបាទកាលពីមុនអញ្ចឹងបងប្អូនរកបានក្តាម3មករកបានក្តាម3បុកលាងវាឲ្យស្អាតបុកទាំងជើងទាំងស្នូកទាំងអស់បុកហើយចាក់ ABC មកកំប៉ុងចូលចាក់ចូលក្នុងក្បាលហ្នឹងក៏លុកគ្នាមកបងប្អូនក៏លុកវាឲ្យសប់ហើយបងប្អូនពូតត្រង់យកទឹកឲ្យស្អាតដាក់ក្នុងដបទឹកសុទ្ធក្លាសសេបងប្អូនហើយបងប្អូនភាសាព្រឹកមកពេញអាកោល្ងាចមកពេញអាកោមិនមែនឲ្យមកកំប៉ុងនេះឲ្យភាសាទាំងអស់ហ្នឹងណាឲ្យព្រឹកភាសាមកពេញអាកោល្ងាចភាសាមកពេញអាកោបើបងប្អូនឈាម18ទីខ្ញុំហូបទៅបងប្អូនចុះនៅសល់15បងប្អូនគួរតែពិសាមកកំប៉ុងទៀតធ្វើអញ្ចឹងដូចដើមទៀតហើយបើ15ចុះនៅសល់11បងប្អូនគួរតែពិសាបន្តទៀតពិសាបន្តរហូតដល់នៅ10កន្លះសូមបងប្អូនឈប់បាទហើយឆ្នាំពេទ្យឆ្នាំបញ្ចុះឈាមហ្នឹងក៏គួរតែពិសាដែរបងប្អូនអត់អីទេយើងនៅពេលឈាមយើងឡើងអញ្ចឹងយើងពិសាចន្លោះពេលគ្នាទៅ